តើគេប្រារព្ធបុណ្យចូលឆ្នាំខ្មែរនៅពេលណាហើយដើម្បីអ្វីគេប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំនៅថ្ងៃទី13ឬ14ខែមេសាពិធីបុណ្យនេះមានរយៈពេល3ថ្ងៃប្រទេសកម្ពុជាបានចាត់ទុកបុណ្យចូលឆ្នាំខ្មែរជាបុណ្យប្រពៃណីជាតិការដើមឡើយគេប្រារព្ធបុណ្យចូលឆ្នាំខ្មែរនៅដំណាច់ខែធ្នូប៉ុន្តែដោយសារតែក្នុងពេលដែលកសិករមិនទាន់បញ្ចប់ការប្រមូលផលកសិកម្មទើបគេលើកពិធីបុណ្យនេះទៅធ្វើនៅខែមេសាវិញគេធ្វើពិធីបុណ្យចូលឆ្នាំដើម្បីអបអរសាទរទទួលទេវតាថ្មីនិងអបអរសាទរការបញ្ចប់ការងារប្រមូលផលរបស់ប្រជាកសិករគេចែកថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំជា3គឺថ្ងៃទី1ហៅថាថ្ងៃចូលឆ្នាំថ្ងៃទី2ហៅថាវីរៈវណ្ណបត្រនិងថ្ងៃទី3ហៅថាវីរៈឡើងស័កក្នុងពិធីបុណ្យនេះប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រីនាំគ្នារៀបចំទទួលទេវតាយកចង្ហាន់រាប់បាត្រប្រគេនទេយ្យទានដល់ព្រះសង្ឃនិងលេងល្បែងកម្សាន្តផ្សេងៗចំពោះការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីនៅទីណាក៏ដូចទីណាដែរមុនពេលចូលឆ្នាំ1ថ្ងៃឬ2ថ្ងៃប្រជាពលរដ្ឋចាប់ផ្ដើមសម្អាតតុបតែងលំនៅឋាននិងកន្លែងជុំវិញផ្ទះផ្លូវសាធារណៈវត្តអារាមឲ្យបានស្អាតល្អដើម្បីទទួលទេវតាឆ្នាំថ្មីគេរៀបចំឲ្យមានកន្លែងទទួលទេវតានៅមុខផ្ទះដោយមានគ្រឿងរណ្ដាប់ដូចជាបាយសី1គូទឹកអប់1គូធូប5ទៀន5ម្លូ5បារី5លាជទឹក1ផ្តិលអប់ផ្កាម្លិះផ្កាស្រស់ចម្រុះពណ៌5ថូឬ2ថូភេសជ្ជៈនំនិងផ្លែឈើគ្រប់មុខទៅតាមលទ្ធភាពគ្រួសារនីមួយៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មី3ថ្ងៃនៅគ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជាប្រជាពលរដ្ឋខ្មែរនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃនិងនិមន្តព្រះសង្ឃបង្សុកូលនាំគ្នាធ្វើពិធីពូនភ្នំខ្សាច់ដោយមានអុជធូបទៀនដោតទង់ក្រដាសនៅជើងភ្នំខ្សាច់និងគ្រឿងបូជាដទៃទៀតតាមប្រពៃណីក្នុងឱកាសពិធីបុណ្យចូលឆ្នាំ3ថ្ងៃមានការកម្សាន្តជាច្រើនទៅតាមការនិយមរបស់អ្នកស្រុកដូចជាក្នុងពេលថ្ងៃក្រោយពីរាប់បាត្ររួចគេនាំគ្នាលេងល្បែងប្រជាប្រិយនៅតាមវត្តតាមផ្ទះឬតាមមណ្ឌលកម្សាន្តនានាដូចជាចោលឈូងបោះអង្គញ់ទាញព្រាត់លាក់កូនកន្សែងស្ដាច់ចង់និងល្បែងផ្សេងទៀតលុះដល់ពេលរាត្រីភិកច្រើនគេនាំគ្នារាំវង់នារសៀលថ្ងៃទី3គេនាំគ្នាស្រង់ព្រះពុទ្ធរូបស្រង់ព្រះកន្លោងហើយឧទ្ទិសសូមឲ្យបានសុខសប្បាយនិងឲ្យមានភ្លៀងបរិបូរណ៍ក្នុងរយៈពេលចូលឆ្នាំ3ថ្ងៃប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីមានទឹកចិត្តរីករាយអារម្មណ៍ស្រស់ថ្លានិងសង្ឃឹមជឿជាក់ថាក្នុងឆ្នាំថ្មីនឹងមានភារកិច្ចថ្មីជ័យជំនះថ្មីដល់ពួកគេជាមិនខានចំពោះជំនឿតាក់ទងនឹងបុណ្យចូលឆ្នាំគឺមានរឿងព្រេងនិទានមួយដែលតាក់ទងនឹងពិធីបុណ្យចូលឆ្នាំរឿងនោះដំណាលថាកបិលមហាព្រហ្មភ្នាល់ប្រស្នាចាញ់ធម្មបាលកុមារទើបកាត់ក្បាលខ្លួនឯងដើម្បីបូជាធម្មបាលកុមារប៉ុន្តែក្បាលកបិលមហាព្រហ្មមានឫទ្ធានុភាពខ្លាំងណាស់កាលបើក្បាលនេះធ្លាក់ដល់ដីនោះនឹងឆេះលោកធាតុទាំងមូលបើចោលទៅលើអាកាសនឹងបណ្ដាលឲ្យរាំងភ្លៀងបើចោលទៅក្នុងសមុទ្រនឹងខាសរីងស្ងួតឆ្វេងយល់នៅភយន្តរាយបែបនេះទើបកបិលមហាព្រហ្មហៅបុត្រទាំង7អង្គមកផ្ដាំថាចូលបុត្រយកពានមួយមកទទួលក្បាលឪពុកហើយយកទៅរក្សាទុកនៅឯភ្នំកៃឡាសហើយផ្លាស់វេនគ្នារក្សាមួយឆ្នាំម្នាក់ផ្ដាំរួចស្រេចហើយកបិលមហាព្រហ្មក៏កាត់ក្បាលហុចឲ្យទៅបុត្រីច្បងចាប់តាំងពីពេលនោះមកនៅពេលចូលឆ្នាំថ្មីម្ដងបុត្រីកបិលមហាព្រហ្មផ្លាស់វេនគ្នាដង្ហែក្បាលឪពុកទៅប្រទក្សិណភ្នំព្រះសុមេអស់រយៈពេល1ថ្ងៃគត់ដោយមានទេពនិករជួយហែហោមផងហេតុដូចដែលបានរៀបរាប់ខាងលើនេះទើបគេឃើញថាបើសង្ក្រាន្តត្រូវលើថ្ងៃណាមួយធីតាកបិលមហាព្រហ្មប្រចាំថ្ងៃនោះជិះសត្វជាជំនិះផ្ទាល់ខ្លួនចេញទៅនាំក្បាលឪពុកពីភ្នំកៃឡាសហោះដង្ហែប្រទក្សិណភ្នំព្រះសុមេលុះធ្វើកិច្ចស្រេចហើយទើបនាំគ្នាយកក្បាលកបិលមហាព្រហ្មទៅរក្សាទុកនៅកន្លែងដើមវិញ
ចាសរុបជារួមគេប្រារព្ធបុណ្យចូលឆ្នាំខ្មែរតាមប្រតិទិនសូរ្យគតិគឺនៅថ្ងៃទី13ឬ14ខែមេសាក្នុងរយៈពេល3ថ្ងៃគេធ្វើបុណ្យចូលឆ្នាំដើម្បីទទួលទេវតាឆ្នាំថ្មីនិងអបអរការប្រមូលផលកសិកម្មនៅថ្ងៃទី1ជាថ្ងៃចូលឆ្នាំថ្ងៃទី2ហៅថាវីរៈកណ្ដាលឬវីរៈវណ្ណបត្តិថ្ងៃទី3ហៅថាវីរៈលង្ស័កគេរៀបចំចង្ហាន់និងតេយ្យទានប្រគេនព្រះសង្ឃនៅវត្តនិងមានពិធីពូនភ្នំខ្សាច់លេងល្បែងប្រជាប្រិយស្រង់ព្រះពុទ្ធរូបនិងស្រង់ព្រះកន្លោងចាអរគុណច្រើនសម្រាប់អត្ថបទនេះគឺដកស្រង់ចេញពីសៀវភៅសិក្សាសង្គមថ្នាក់ទី6